ដំណឹងថ្មីថ្មីដំណឹងថ្មី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 ទៀតទៅហើយបងប្អូនថ្មីថ្មីទៀតទៅហើយនៅប្រទេសថៃពេលនេះមានគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវគោខៅយងខ្នងមួយបានកាត់ឡើងនៅប្រទេសថៃស្រាប់តែមានករណីរថយន្តបានបើកក្លាប់កាផ្ងាទៅបុកចំរថយន្តដឹកកម្មករមួយទៀតបណ្ដាលឲ្យកម្មករច្រើនអ្នករងរបួសធ្ងន់ស្រាលផងដែរមានអ្នកស្លាប់មានអ្នករបួសផងមិនដឹងអីយើយថាតើព័ត៌មាននេះនឹងទៅជាយ៉ាងណានៅប្រទេសថៃនោះសូមពុកម៉ែបងប្អូនមកតាមដានទស្សនាវីដេអូពេញជាមួយខ្ញុំបាទទាំងអស់គ្នាអនុញ្ញាតគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់គំនិតញូសម្រាប់ព័ត៌មាននៅរាត្រីថ្ងៃទី2ខែមិថុនាឆ្នាំ2026នេះខ្ញុំមានព័ត៌មានថ្មីក្តៅតនេតការដើម្បីជម្រាបជូនបងប្អូនព័ត៌មានយើងគឺពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ដោយចរាចរណ៍ដ៏សាហាវខុសកយងកណ្ដងនៅប្រទេសថៃយ៉ាងណាយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានថៃបានឲ្យដឹងថាដឹងថាយ៉ាងម៉េចគឺរថយន្តបានបើកបុករថយន្តដឹកទំនិញកង់6បោះពួយជ្រេចង្កូតធ្លាក់លើរបាំងថ្មឬក៏បុកផ្លូវពុះចែកទ្រង់ផ្លូវបុកឡានឈ្នួលថែមមួយទៀតមិនត្រឹមតែប៉ុណ្ណោះទៅបុកឡានដឹកកម្មករសូតែផងមនុស្សច្រើនអ្នកបានក្រឡាប់កាប់ផងាខេត្តសមុទ្រសខុនប្រទេសថៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកាត់ឡើងកាលពីវេលាម៉ោង 7 ព្រឹកថ្ងៃទី 1 ខែមិថុនាឆ្នាំ 2026 នៅលើកំណត់ផ្លូវសេដ្ឋកិច្ចត្រង់ចំណុចផ្លូវបង្គោលភ្លើងលេខ 3/700 ក្នុងទិសដៅឆ្ពោះទៅកាន់ផ្លូវខេត្តសក្កាសែមស្ថិតនៅក្នុងស្រុកកថេងខេត្តសមុទ្រសខុនប្រទេសថៃហេតុការណ៍នេះបង្កឡើងដោយរថយន្តដឹកទំនិញធុនធ្ងន់ធន់មធ្យមកង់6បានបាត់បង់ម្ចាស់ការនឹងការគ្រប់គ្រងរួចក៏បោះពួយហោះកាត់របាំងថ្មចែកទ្រង់ផ្លូវទៅបុកទាំងកិច្ចពេញទំហឹងជាមួយនឹងរឿងស្នួល2មួយទៀតដែលកំពុងទៅដឹកកម្មកររោងចក្រដឹកទៅធ្វើការបណ្ដាលឲ្យមនុស្សច្រើនអ្នកបានដួលឡាប់កាប់ផងាបានរងរបួសធ្ងន់ក្រោយពេលកាត់ហេតុភ្លាមមជ្ឈមណ្ឌលវិទ្យុតាក់ទងនៃស្ថានីយ៍នគរបាលក្រុងថាំងបែងបានសម្របសម្រួលកម្លាំងបន្ទាន់ដោយសហការជាមួយរថយន្តសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យថាំងបែនមន្ទីរពេទ្យឆៃវ៉ែតនិងក្រុមអ្នកសមាជិកសង្គ្រោះគីភ័យផងដែរនោះមកពីនយោបាយផ្សេងគ្នាទៀតដើម្បីចុះអន្តរាគមន៍និងដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យទស្សនភាពនៅកន្លែងកាត់ហេតុនិងស្ថានភាពអ្នករងរបួសនៅកន្លែងកាត់ហេតុសមត្ថកិច្ចបានរកឃើញរថយន្តបង្កហេតុម៉ែអ៊ីស៊ូស៊ូពាក់ពួរសពាក់ស្លាកលេខ 703706 ស្ថិតនៅក្នុងស្ថានភាពកៀងជាប់នឹងរបាំងថ្មតែម្ដងដោយនៅក្នុងផ្នែករថយន្តនោះគឺនៅលើកន្លងផ្លូវម្ខាងទៀតក្នុងនោះគឺស្ថានភាពហាក់បីដូចជាមិនស្រាលឡើយស្ថានភាពយ៉ាងដំណំការពិតពីមុខស្ទីកខ្ទីអស់តែម្ដងកញ្ចក់រថយន្តបែកខ្ចិតខ្ចាយទាំងស្រុងដោយឡែករថយន្តដឹកទំនិញគឺរងរបួសផងដែរអ្នកបើករថយន្តដឹកទំនិញរងរបួសផងដែរនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមបន្ទាប់ពីគ្រោះថ្នាក់នេះចំណែកឯរថយន្តសង្គ្រោះវិញគឺរថយន្តស្នួលកែច្នៃ2គ្រឿងឬក៏កែច្នៃជា2ជួរសម្រាប់ដឹកអ្នកដំណើរពណ៌ខៀវពាក់ស្លាកលេខ 30/103 កំពុងតែដឹកកម្មករសុកក្រុមហ៊ុនមួយដែលមានទីតាំងនៅម្ដុំអ៊ុតណយខេត្តសមុទ្រសខុនប្រទេសថៃនៅក្នុងរថយន្តនោះមានកម្មករជិះ35នាក់អាយុ35របួសទាំង35នាក់តែម្ដងផ្នែកខាងរបាយការណ៍បឋមពីគ្រូពេទ្យគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យកម្មករ2នាក់រងរបួសបាក់ដៃកម្មករម្នាក់រងរបួសបាក់ជើងកម្មករ4នាក់5នាក់ទៀតរងរបួសស្រាលនិងធ្ងន់ដាច់រលាកក្បាលដាច់រលាត់សាច់អីទៀតមិនមែនដាច់រលាកក្បាលទេដាច់រលាត់សាច់បាទពិតជាធ្ងន់ធ្ងរមែនកម្មករនៅសល់រងប៉ះនឹងកិច្ចផ្លូវចិត្តនិងរងរបួសផ្លូវចិត្តតិចតួចផងដែរបាទអាចថាភ័យហើយមកទៅបាទបានជារងរបួសផ្លូវចិត្តបែបនេះជនរងគ្រោះទាំងអស់ត្រូវបែងចែកទៅកាន់មន្ទីរពេទ្យក្រាំងធ្នងស្ថិតនៅក្នុងមន្ទីរពេទ្យឆៃវ៉ែតសុណយវាជាភពសំណាងថាដែរដែលហេតុការណ៍នេះគឺมันមាននរណាម្នាក់បាត់បង់អជីវឬក៏របួសធ្ងន់ធ្ងរដល់ជីវិតឡើយចំពោះស្ថានភាពបច្ចុប្បន្ននេះរថយន្តដឹកកម្មករនិងរថយន្តផ្សេងទៀតបានដឹកយកទៅកាន់ប៉ុស្តិ៍ផងដែរដើម្បីធ្វើការសម្កិតបន្ថែមសម្ដីរបស់អ្នកបើកបរដឹកកម្មករតាមការរៀបរាប់ពីអ្នកបើកបរដឹកកម្មករបានឲ្យដឹងថាមុនពេលកាត់ហេតុលោកបានបើករថយន្តដឹកកម្មករ35នាក់ចេញពីផ្ទះជួលតម្រង់ទៅកាន់ទីតាំងមួយទៀតក្នុងរោងចក្រតាមដោយផ្លូវខេត្តកសាមលុះដល់ចំណុចកាត់ហេតុស្រាប់តែឃើញរថយន្តដឹកទំនិញកង់6បានបើកបរក្នុងទិសដៅផ្ទុយគ្នា
បើក្នុងលបឿនលឿនបំផុតរួយក៏រែកចង្កត់ជ្រុបបុកលោកតែម្ដងសុទ្ធផងបុកចំជំហៀងរថយន្តរបស់លោកពេញទំហឹងធ្វើឲ្យកម្មករខ្ទាតខ្ចាយចេញពីរថយន្តសំណាងណាស់ដែរពេលនោះអ្នកបើកបរក្នុងលបឿនយឺតមិនមានការ នឹងមានការប្រុងប្រយ័ត្នទៅអាចគ្រប់គ្រងរថយន្តមិនឲ្យមានការគ្រោះថ្នាក់ធ្ងន់ធ្ងរយ៉ាងនេះវិធានការបន្តរបស់សមត្ថកិច្ចពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះមន្ត្រីនគរបាលចរាចរណ៍បានចុះវវែងនិងថតរូបជាស្ដែងទុកជាភស្តុតាងហើយសមត្ថកិច្ចក្រុងនឹងក៏ហៅអ្នកបើកបរយន្តដឹកកម្មករនិងអ្នកសាកសួរផ្សេងទៀតដើម្បីធ្វើការសាកសួរអំពីព័ត៌មានលម្អិតនៃរឿងនេះទន្ទឹមនេះកម្លាំងជំនាញបានកំពុងធ្វើការត្រួតពិនិត្យនិងប្រមូលទិន្នន័យរូបភាពពីកាមេរ៉ា CCTV នៅជុំវិញកន្លែងកើតហេតុដើម្បីយកមកធ្វើជាភស្តុតាងកតញ្ញុក្នុងការចាត់ប្រកាន់ផ្សេងៗនិងធ្វើការតាមនីតិវិធីផ្លូវច្បាប់ថាតើអាណាខុសអាណាត្រូវបងប្អូននេះគឺជាព័ត៌មានពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃបាទចឹងសម្រាប់ព័ត៌មានមួយនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះអរគុណច្រើនសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ